សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះយើងនឹងសិក្សាបន្តតទៅនឹងមេរៀនរបស់យើងដែលនៅក្នុងថ្ងៃនេះយើងនឹងសិក្សាទៅលើមេរៀនទី6ដែលសិក្សាទៅលើ tab របស់ data yes អញ្ចឹងនៅក្នុង data នេះទៀតក៏ទៅយើងត្រូវសិក្សានៅក្នុងវគ្គ advanced ប៉ុន្តែយើងអាចសិក្សាបាននៅក្នុង basic ប៉ុន្តែយើងលើកយកចំណុចមួយចំនួនយកមកសិក្សាមិនយកមកទាំងអស់ទេអញ្ចឹងបើយើងចូលនៅក្នុងtab របស់ data អ្នកទាំងអស់គ្នានឹងឃើញច្រើន function នៅក្នុងហ្នឹងវាមាន get data មាន from text ឯហ្នឹងគឺយើងរៀននៅក្នុងវគ្គ advanced តែនៅក្នុង basic យើងអាចរៀនបានយើងរៀនទៅលើតទៅនឹង sort តទៅនឹង filter like text to column yes and យើងអាចរៀនបានទៅលើ remove duplicate យើងរៀនបានប៉ុណ្ណឹងហើយក្រៅពីហ្នឹងសិតតែ advanced ទេមួយទៀតគឺគ្រប់ក៏យើងអាចរៀននៅក្នុង basic បានដែរដោយសារតែវាអត់សូវស្មុគស្មាញច្រើនអញ្ចឹងអូខេអញ្ចឹងឥឡូវយើងនឹងសិក្សាទៅលើតទៅនឹង short មុនគេ short ហ្នឹងមានន័យថាយើងតម្រៀបពាក្យថា short ហ្នឹងតម្រៀបពីតូចទៅធំពីធំទៅតូចទៅរៀបពីបើយើងនិយាយពីលំដាប់នៃអក្សរខ្មែររបស់យើងពីកដល់ អយើងទៅហើយនិយាយពីលំដាប់របស់អក្សរអង់គ្លេសពី A ដល់ Z យើងទៅ yes អូខេឥឡូវយើងទៅមើលបងប្អូនគ្នាថាតើយើងសតហ្នឹងសតរបៀបម៉េចអូខេអញ្ចឹងនៅក្នុងហ្នឹងគឺរបៀបសតគឺមានអីពិបាកទេបើអ្នកបងប្អូនគ្នាចង់សតទៅលើ rank តទៅនឹងចំណាត់ថ្នាក់អ្នកបងប្អូនគ្នាគ្រាន់តែចុចទៅលើtitle របស់ rank ហ្នឹងមកបន្តមកទៀតយើងយកពាក្យថា A ដល់ Z ឬក៏ Z ដល់ A បើយើងចង់សតពីតូចទៅធំយើងយកពី A ទៅ Z ចឹងនៅពេលដែលយើងចុចពី A ដល់ Z គឺលេខរៀងវា load ដែរពី1ដល់លេខ5បើយើងយកពី Z ដល់ A គឺវា load ឆ្លាស់វិញគឺពី5ដល់លេខ1វិញ yes ចឹងជាទូទៅនៅក្នុងចំណាត់ថ្នាក់គេយកពីលេខ1ដល់លេខ5ហ្នឹងឯងអូខេឥឡូវកន្លែងសតប៉ុណ្ណឹងមួយទៀតគឺតទៅនឹង filter នេះគឺកន្លែងសតដែរកន្លែងគាត់ថាកន្លែង filter នេះលក្ខណៈពិសេសរបស់វាយើង select កន្លែងណាវាសតកន្លែងហ្នឹងឧទាហរណ៍ថាយើង select ប៉ុណ្ណឹងទាំងអស់ title របស់យើងទាំងអស់មានទាំង name វាមានទាំង math យ៉ាងមុខវិជ្ជារបស់យើង subject របស់យើងមាន math like English like computer yes ហើយមាន mark មាន min average rank ហើយនឹង mention ឲ្យយើងទៅអញ្ចឹងយើងចុចទៅលើ filter វានឹងចេញសញ្ញានេះឲ្យអញ្ចឹងយើងចុចទៅលើសញ្ញាហ្នឹងបើយើងចង់sort ទៅលើកន្លែងណាយើងចុចកន្លែងសញ្ញាហ្នឹងអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់sort ទៅលើឈ្មោះអញ្ចឹងខ្ញុំចុចកន្លែងឈ្មោះនេះចុចកន្លែងសញ្ញាសហ្នឹង yes តោះទៀតយើងចង់មើលថាយើងចង់sort ពីលើចុះក្រោមពី A to Z or sort ពី Z to A អញ្ចឹងខ្ញុំយក sort ពី A to Z អញ្ចឹងវា sort ឲ្យឃើញអត់អូខេបើយើងចង់សតទៅលើ rank ក៏ដូចគ្នាដែរយើងចុចទៅលើ rank ហើយយើងសតពីណាពី A ទៅ Z ដែរអូខេអញ្ចឹងដល់ពេលដែលយើងសតហើយយើងselect ទៅលើវាវិញហើយបន្តមកទៀតគឺយើងយក filter ប៉ុន្តែខ្ញុំចង់ប្រាប់ថាពេលដែលយើងសតគឺវាសញ្ញាវាមានសញ្ញាព្រួយបង្ហាញនេះគឺសញ្ញាព្រួយនេះអញ្ចឹងដល់ពេលដែលយើងវាបង្ហាញសញ្ញាព្រួយបែបហ្នឹងបានន័យថាយើងសតទៅលើ rank អញ្ចឹងអាហ្នឹងគឺលក្ខណៈរបស់វាអញ្ចឹងលក្ខណៈពិសេសរបស់វាកន្លែង sort ក្នុង filter គឺវាប្រើប្រាស់គឺអត្ថន័យតែមួយប៉ុន្តែsort គឺនៅពេលដែលយើងប្រើយើងអត់ដឹងថាយើង sort ទៅលើណាទេប៉ុន្តែបើយើងប្រើ filter គឺយើងដឹងនៅពេលដែលយើងចុចទៅ select ទៅយើងវានឹងបង្ហាញប្រាប់ថាយើង sort ទៅលើអីគេ sort ទៅលើ filter អញ្ចឹងវាបង្ហាញសញ្ញាព្រួយឲ្យមួយទៀតអូខេអញ្ចឹងដល់ពេលដែលយើងចង់បិទ filter យើងគ្រាន់តែ select ទៅលើអ្វីដែលយើងបាន select ហើយហ្នឹងហើយយើងយក filter មកចាស់រួចជាការស្រេចមួយទៀតឥឡូវយើងមើលទៅលើ convert to column sorry text to column text to column ហ្នឹងមានន័យថាយើងប្របែកឈ្មោះរបស់យើងធម្មតាឈ្មោះរបស់យើងវាមានតកូលវាមាននាមខ្លួននាមតកូល yes អញ្ចឹងយើងចង់ប្របែកជា2អញ្ចឹងយើងគ្រាន់តែ select ទៅលើឈ្មោះរបស់យើងហ្នឹងឧទាហរណ៍ថាមានចាសូនី yes មានសុនចិន
ចិនដាយ៉ាអញ្ចឹងយើងចង់ធ្វើឲ្យវាប្របែកពីគ្នានាមផ្សេងតកលផ្សេងអញ្ចឹងយើង select ទៅលើ name ហ្នឹងមកទាំងអស់មកហើយយើងយកនេះកន្លែងនេះ convert type to column ហ្នឹងតាមទៀតកន្លែងនេះយក delimited yes តាមទៀតយក next ហើយកន្លែងនេះយើងអាចបើវាមានសញ្ញាខ្មែរយក ខ្មែរមកនៅក្នុងហ្នឹងបើមានសញ្ញាខ្មែរយកខ្មែរមកបើយើងយក space មាន space យក space មក yes tab កន្លែងនេះគ្រាន់តែដាក់ឲ្យវាស្មើគ្នាទេអានេះឲ្យវារត់ស្មើគ្នាអញ្ចឹងអូខេអញ្ចឹងយើងគ្រីសតាពីរហ្នឹងក៏បានដែរបន្តមកទៀតចុច next yes ដល់ពេលយើងចុច next ហើយយើងយក finish អញ្ចឹងឈ្មោះរបស់យើងប្រហែលជាពីរនេះមានតកផ្សេងនាមខ្លួនផ្សេង yes អញ្ចឹងអាហ្នឹងគឺរបៀបនៅក្នុងការ text to column អត្ថន័យរបស់វាគឺប្របែកនាមផ្សេងតកផ្សេងមួយទៀតគ្រប់តើតើនឹងគ្រប់ហ្នឹងបានន័យថាយើងប្របែកយើងចងជាគ្រប់ជាធម្មតាគ្រប់បានន័យយើងដឹងហើយថាវាជាបណ្ដុំអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់គ្រប់អានេះឈ្មោះនេះខ្ញុំចង់ចងពីឈ្មោះហ្នឹងគឺជាគ្រប់មួយអញ្ចឹងខ្ញុំចេះ select ប៉ុណ្ណឹងហើយយកគ្រប់ចុចលើគ្រប់មកយកអូខេsorry ចុចគ្រប់ហើយចេញយកអូខេមកតោះទៀតយើងនឹងឃើញសញ្ញានេះខាងនេះអញ្ចឹងសញ្ញាហ្នឹងគឺវាមានសញ្ញាដកនិងសញ្ញាបូកនៅពេលយើងចុចទៅលើសញ្ញាដកគឺបានន័យថាវានឹងបាត់អត្ថន័យ2ខាងលើឃើញអត់នៅសល់តែ3ឯងវាលាក់គ្រប់ហ្នឹងវាចងទៅវាអាចយើងអាចលាក់ឬក៏យើងអាចបង្ហាញបានបន្តមកទៀតយើងចង់ឃើញវិញយើងចុចសញ្ញាបូកមកវាឃើញវិញហើយអាក្រោមនេះក៏ដូចគ្នាដែរឧទាហរណ៍ខ្ញុំចង់លាក់អាក្រោម3ហ្នឹងអញ្ចឹងយើងចុច select ប៉ុណ្្នឹងហើយយើងយកគ្រប់ហ្នឹងមកចុចអូខេអញ្ចឹងដោយសារយើងមើលគឺយើងចង់រកយើងចង់ជា row មួយ column ទេអញ្ចឹងយើងយកពាក្យ row បើយើងចង់ជា column បន្ទាត់ឈរអញ្ចឹងក៏បានដែរអូខេចុចយកអូខេមកហើយយើងបិទមកតើចង់បិទតាណាបិទនេះមួយបិទហ្នឹងគឺឃើញបិទទាំងអស់យកមកអញ្ចឹងខ្ញុំចង់បិទប៉ុណ្ណឹងនៅសល់តែ3អូខេខ្ញុំបើកអាហ្នឹងវិញខ្ញុំបិទនេះអូខេអញ្ចឹងអាហ្នឹងគឺលក្ខណៈរបស់វាឧទាហរណ៍យើងចង់ជួឈរម្ដងតតទៅនឹង column ម្ដងអញ្ចឹងចងយើងចុចពីលើវាមកហើយយើងចុចគ្រប់ញើ column អូខេមកយ៉ាវានឹងបង្ហាញអញ្ចឹងអូខេនៅពេលយើងចុចទៅបាត់ទៅខ្ញុំ select ជាប់លើ yes អូខេឥឡូវប៉ុណ្ណឹងតើតោះនឹងរៀបចងគ្រប់អញ្ចឹងលក្ខណៈនៅក្នុងbasic នៅក្នុង data ហ្នឹង data type ហ្នឹងគឺទី1យើងប្រើទៅលើតទៅនឹងសតតន័យគឺយើងចង់បានពីតូចទៅធំនិងក៏ពីធំទៅតូចទី2តទៅនឹង filter ហ្នឹងគឺយើងសតដែរប៉ុន្តែលក្ខណៈពិសេសរបស់វាដូចខ្ញុំជម្រាបប្រាប់មិញអញ្ចឹងគឺវាមានអីសម្គាល់ថាយើងសតទៅលើតន័យណាហើយ text to column ហ្នឹងយើងប្របែកនាមខ្លួនទៅនាមតកឬក៏ប្របែកអីផ្សេងជាច្រើនទៀតដូចឈ្មោះអីផ្សេងអាហ្នឹងក៏អាចប្របែកបានដែរមិនតែឈ្មោះមនុស្សយើងទេយើងអាចប្របែកបានច្រើននៅក្នុងហ្នឹង yes បន្តមកទៀតគឺតើតនឹង remove duplicates remove duplicates ហ្នឹងគឺតើតទៅនឹងយើង remove ធម្មតាបើយើង remove ឧទាហរណ៍ថាតន័យអញ្ចឹងវាមាន code ច្រើនហើយ value code មានតែមួយឯងអញ្ចឹងយើង select ទៅលើអាហ្នឹងហើយយើងយកពាក្យថា remove duplicate ហើយយក continue with the current selection ហើយយក remove duplicate នៅពេលដែលយើង remove sorry again sorry ដោយសារតន័យខ្ញុំមិនវាកន្លែងនេះយើងកណនីទៅជាប់តន័យមួយទៀតអញ្ចឹងយើងអាច remove duplicate បានទេឥឡូវខ្ញុំយកលើកឧទាហរណ៍ផ្សេងមួយទៀតឧទាហរណ៍ថាខ្ញុំមានតន័យមួយ yes នេះតើតនឹង page
ចឹង page នេះយើងសង្កេតឃើញថា page មានតែ2យើង page ប្រុសនិង page ស្រីអត់មាន page ទី3ទេអញ្ចឹងយើង select មក select ទៅលើ page ហ្នឹងហើយយកពាក្យថា remove duplicate មក yes ហើយបន្តមកទៀតយើងយកឃើញ new with the current selection យក remove duplicate យ៉ាបន្តមកទៀតយក OK ចឹងដល់ពេលដែលយើងចុច remove duplicate ហើយគឺយើងឃើញថាpage របស់យើងនៅតែ2ទេអញ្ចឹងបានន័យថាមិនអត្ថន័យនៃការប្រើ remove duplicate ហ្នឹងគឺបានន័យថាយើងចង់បានឈ្មោះហ្នឹងយកអាចច្រំដែរទេបានន័យថាយើងយកមួយទេបើមាន2យកមួយមាន3ក៏យកមួយដែរ yes អញ្ចឹងនៅក្នុងហ្នឹងមានតែប៉ុណ្្នឹងទេនៅក្នុង data tab អញ្ចឹងត្រឡប់មកវិញ data tab យើងសិក្សាទៅលើទី1តទៅនឹង sort ទី2តទៅនឹង filter ទី3តទៅនឹង text to comments text to columns ទី3តទៅនឹង remove duplicate ហើយនឹងចុងក្រោយតទៅនឹង group ហ្នឹងឯងអូខេអញ្ចឹងនៅក្នុងវីដេអូហ្នឹងមានតែប៉ុណ្ណឹងយើងនឹងជួបគ្នានៅក្នុងវីដេអូបន្ទាប់យើងនឹងសិក្សាទៅលើតទៅនឹង review ក៏ដូចជា view អីផ្សេងហើយយើងនឹងបញ្ចប់មេរៀនរបស់យើងតទៅទៀតយើងនឹងសិក្សាទៅលើរូបមន្តផ្សេងដែលយើងត្រូវប្រើជាប្រចាំជាចាំបាច់អូខេអញ្ចឹងនៅក្នុងវីដេអូហ្នឹងមានតែប៉ុណ្ណឹងទេអរគុណច្រើន yes ជំរាបលា